សម្រាប់ថ្ងៃទី1ខែកក្កដាដែលជាខែថ្មីតម្លៃមាសកំពុងតែស្ថិតនៅក្នុងទំនោរឡើងមកវិញក្រោយពីបានចុះកាលពីម្សិលមិញដល់តម្លៃ32.50អញ្ចឹងមកមើលពីមូលហេតុដែលធ្វើឲ្យតម្លៃមាសចុះនៅម្សិលមិញហើយក៏ឡើងមកវិញនៅថ្ងៃនេះបាទនៅថ្ងៃនេះតម្លៃមាសបាននឹងកំពុងឡើងមកដល់តម្លៃ33.21ឬ$3,321នៅក្នុងមួយអោនដោយសារតែនៅក្នុងថ្ងៃនេះផងដែរគឺមានព័ត៌មានសំខាន់មួយចំនួនដែលនឹងចេញនៅក្នុងសប្តាហ៍នេះហើយក៏ស្របគ្នានោះផងដែរកាលពីម្សិលមិញសភារបស់សហរដ្ឋអាមេរិកបានអនុម័តនៅកញ្ចប់ថវិកាជាតិថ្មីដែលមានចំនួនទំហំ$3.3 trillionហើយដែលការអនុម័តហ្នឹងគឺជាកញ្ចប់ថវិកាចំណាយរបស់សហរដ្ឋអាមេរិកថ្មីប៉ុន្តែវាគឺជាបន្ទុកបំណុលបន្ថែមទៀតទៅលើបន្ទុកបំណុលសហរដ្ឋអាមេរិកចាស់ដែលមានទំហំជាង$37 trillion រួចមកហើយអញ្ចឹងបើយើងថែមនៅកញ្ចប់ថវិកាថ្មីដែលបានអនុម័តហ្នឹងទៀតគឺបំណុលរដ្ឋរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននឹងកើនឡើងទៅដល់ជាង$40 trillionដែលនេះជាទំហំមួយយ៉ាងធំហើយវាក៏ជាមូលហេតុមួយដែលធ្វើឲ្យអ្នកវិនិយោគឬអ្នកជួញដូរនៅក្នុងវិស័យ Forex ឃើញថាប្រាក់ដុល្លារកំពុងតែចុះខ្សោយហើយដែលធ្វើឲ្យតម្លៃមាសកំពុងតែកើនឡើងហើយនៅមានព័ត៌មានបន្ថែមជាច្រើនទៀតដែលធ្វើឲ្យតម្លៃមាសកំពុងតែស្ថិតនៅក្នុងទំនោរឡើងមកវិញបាទអញ្ចឹងបើយើងងាកមកមើលទៅលើកត្តាបច្ចេកទេសវិញយើងឃើញថាតម្លៃមាសកាលពីម្សិលមិញនៅលើ Graph Daily គឺបានចុះមកដល់តម្លៃ0 support នៅក្នុងតម្លៃ32.50ហើយក៏បានត្រឡប់មកវិញបិទជាបង្គោលខៀវហើយក៏កំពុងតែស្ថិតនៅក្នុងទំនោរឡើងមកវិញអញ្ចឹងយើងឃើញថាម្សិលមិញនិងម្សិលមួយថ្ងៃគឺតម្លៃមាសបានបំបែកនៅតម្លៃ support 0ទី2ហើយវាក៏បានឡើងមកបិទនៅខាងលើ0វិញដែលបញ្ជាក់ពីtechnical យើងហៅថា fail break អញ្ចឹងតម្លៃមាសនៅក្នុងថ្ងៃនេះយើងអាចធ្វើការរងចាំធ្វើការលក់នៅក្នុងតម្លៃ33.50ប៉ុន្តែគួរតែរងចាំឲ្យមានការ confirm candlestick ឲ្យបានច្បាស់សិនមុនពេលចូលធ្វើការជួញដូរជៀសវាងនៅហានិភ័យខាតបង់ណាមួយអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការ comment follow និង like ទៅលើ channel របស់ខ្ញុំក៏ដូចជាលេខទូរស័ព្ទឲ្យបានដាក់នៅក្នុង comment ខាងក្រោមអរគុណ